តែសាឡបងស្ដីអំពីច្បាប់ចរាចរណ៍ផ្លូវគោកភាគ9បើអ្នកបើកដល់ចំណុចផ្លូវប្រសពដែលគ្មានសញ្ញាចរាចរណ៍និងដែលពិបាកមើលឃើញគ្នាពីគ្រប់ទិសដោយសារតែបាំងដើមឈើឬអគារអ្នកគួរតែកបើកបរក្នុងល្បឿនដែលបានបង្ហាញប្រាប់អ្នកនៅទីនោះខឈប់នៅក្បែរចំណុចកណ្ដាលនៃផ្លូវប្រសពរួចបន្តដំណើរបើមានសុវត្ថិភាពកបន្ថយល្បឿនរួចចុចស៊ីផ្លេដើម្បីព្រមានអ្នកបើកបរដែលមើលមិនឃើញអ្នកខឈប់នៅលើផ្លូវប្រសពនោះរួចបន្តល្បឿនយឺតទៅមុខចម្លើយខឈប់នៅលើផ្លូវប្រសពនោះរួចបន្តល្បឿនយឺតទៅមុខនៅពេលអ្នកបើកបរលើផ្លូវក្នុងទីក្រុងអ្នកគួរប្រុងប្រយ័ត្នចំពោះករណីដូចខាងក្រោម 1. ចរាចរណ៍មកពីផ្លូវតូចចូលមកផ្លូវធំ 2. សត្វឬកូនក្មេងតូចរត់នៅចន្លោះរថយន្តចតចម្លើយកករណីលេខ 1 ខករណីលេខ 2 កទាំងករណីលេខ 1 និងលេខ 2 ខមិនមែនទាំងករណីលេខ 1 និងលេខ 2ចម្លើយកទាំងករណីលេខ 1 និងលេខ 2 ពេលបើកបរក្នុងចរាចរណ៍មមាញឹកខ្លាំងអ្នកគួរអនុវត្តប្រការណាមួយដូចខាងក្រោម 1. ប្រយ័ត្នប្រយែងសម្លឹងមើលក្រែងមានអ្នកបើកបរណាឈប់រថយន្តភ្លាម 2. ផ្ដល់សិទ្ធិអាទិភាពនៅលើផ្លូវថ្មើរជើងតែនៅត្រង់ចំណុចផ្លូវឆ្លងដែលមានគំនូសសម្គាល់ប៉ុណ្ណោះចម្លើយកករណីលេខ 1 ខករណីលេខ 2 កទាំងករណីលេខ 1 និងលេខ 2 ខមិនមែនទាំងករណីលេខ 1 និងលេខ 2ចម្លើយកករណីលេខ 1បើអ្នកបើកបរមិនត្រូវចំគន្លងផ្លូវសម្រាប់បត់ឆ្វេងនៅចំណុចផ្លូវប្រសពអ្នកគួរតែកបើកបរហួសនៅចំណុចផ្លូវប្រសពមួយទៀតនៅខាងមុខសម្បត់នៅទីនោះខថយក្រោយរួចបើកចូលឲ្យចំគន្លងផ្លូវដែលអ្នកត្រូវបត់ឆ្វេងករងចាំរហូតដល់រថយន្តដទៃទៀតទៅអស់ពីចំណុចផ្លូវប្រសពនោះសម្បត់ខផ្ដល់សញ្ញាបើកបរដល់អ្នកបើកបរនៅចំហៀងអ្នកថាអ្នកចាំបត់នៅផ្លូវខាងមុខគាត់ ចម្លើយកបើកបរហួសនៅចំណុចផ្លូវប្រសពមួយទៀតនៅខាងមុខសម្បត្តិនៅទីនោះ